បាទជំរាបសួរបាទពុកម៉ែបងប្អូនបាទជាកសិករទាំងអស់គ្នាបាទនេះគឺជាទស្សនវិជ្ជាស្រែបង្ហាញបាទផ្ទៃដីបាទកន្លះហិកតាហើយពូជបាទផ្កាំដួលបាទនេះវាបាទពូជផ្កាំដួលយើងចេញស្រោបអស់ហើយយើងបង្ហាញទី1យើងផ្ដោតទៅលើការប្រើប្រាស់ពូជបាទវិញ្ញាបនបត្របាទយើងអញ្ចឹងយើងប្រើបាទចំនួន120គីឡូក្នុងហិកតាអញ្ចឹងណាបាទ20គីឡូក្នុងហិកតាហើយទី2បាទយើងប្រើប្រាស់ជីបាទគីមីទៅតាមបាទស្តង់ដាបាទអញ្ចឹងនេះបាទមុនយើងព្រុសយើងបានប្រើបាទជីអាមេរិកកាំងចំនួន25គីឡូទ្រាប់បានក្នុងហិកតាបាទហើយបន្តមកនៅពេលដែលបាទស្រោអាយុកាលបាទ40ថ្ងៃឡើងកាមដួលយើងលាយបាទអ៊ុយរ៉េបាទលាយជាមួយនឹងអាមេរិកកាំងលាយជាមួយកាលីអញ្ចឹងណាបាទអញ្ចឹងអាមេរិកកាំងដាក់25គីឡូដែរមកហើយអ៊ុយរ៉េ25គីឡូហើយកាលីបាទ20គីឡូមកយើងលាយហើយបន្ទាប់មកដល់ដំណាក់កាលបាទផ្ដាច់បដូលយើងប្រើបាទអ៊ុយរ៉េ25គីឡូហើយនឹងកាលីបាទ25គីឡូស្មើគ្នាអញ្ចឹងយើងសង្កេតឃើញថាស្រូវគឺលូតលាស់ល្អពីតពីយើងបាទប្រើប្រាស់បាទពូជបាទចំនួនតិចហើយជីទៅតាមបាទកម្រិតស្តង់ដាបាទនេះជាជីងស្មើគ្នាល្អបាទអញ្ចឹងកសិករអាចយកអនុវត្តទៅលើបាទការដាំដុះពូជផ្កាដួលនេះបានណា